នេះគឺជារឿងទាំង4យ៉ាងប្រសិនបើអ្នកនរគ្នាអាចធ្វើវាឲ្យល្អបំផុតនៅកំឡុងពេលអ្នកនរគ្នារៀននៅសាកលវិទ្យាល័យនោះអ្នកនឹងអាចយកឈ្នះការសង្ស័យលើខ្លួនឯងហើយជួបរបស់អ្នកគឺមានអារម្មណ៍ថាអ្នកកំពុងតែស្ថិតនៅលើផ្លូវត្រូវដោយមិនមានអារម្មណ៍ថាខ្លួនឯងកំពុងតែធ្វើរឿងខុសទី1គឺការកំណត់អត្តសញ្ញាណច្បាស់លាស់ណាមួយសម្រាប់ខ្លួនឯងអ្វីក៏ដោយគឺតែងតែកើតឡើងមិនមែនដោយសារសំណាងនោះទេឬក៏តាមយថាកម្មនោះទេគឺកើតឡើងដោយការកំណត់ច្បាស់លាស់នៅបុគ្គលដែលខ្លួនឯងចង់ខ្លាចទៅជាដូច្នេះវាសំខាន់មែនទែនក្នុងការកំណត់ខ្លួនឯងថាតើអ្នកចង់ខ្លាចជាបុគ្គលបែបណាតើ5ឆ្នាំខាងមុខតើអ្នកចង់ខ្លាចជាបុគ្គលបែបណាមានជីវភាពបែបណាមានចំណូលបែបណាជាមនុស្សដែលខ្លាចជាមនុស្សសម្រាប់ឲ្យអ្នកដទៃសោចខ្លាចជាមនុស្សដែលអ្នកដទៃគួរឲ្យទុកចិត្តឬក៏ខ្លាចជាអ្នកជំនាញឬក៏ខ្លាចជាមនុស្សម្នាក់ខ្លាចជាមនុស្សម្នាក់ដែលគួរឲ្យគោរពឬក៏ខ្លាចជាមនុស្សម្នាក់ដែលអ្នកដទៃចង់ដើរតាមនេះវាពិតជាសំខាន់មែនទែនក្នុងការកំណត់នៅប្រភេទមនុស្សដែលយើងចង់ខ្លាចទៅជាឲ្យបានច្បាស់លាស់ទៅចាំថានៅពេលដែលយើងកំណត់ identity ឬក៏អត្តសញ្ញាណរបស់យើងហើយច្បាស់ណាស់ទម្លាប់សកម្មភាពរបស់យើងនឹងដើរតាមអត្តសញ្ញាណដែលយើងបានកំណត់ឧទាហរណ៍ថាអ្នកបច្ចុប្បន្នគឺជាសិស្សដែលកំពុងរៀនសំណង់ស៊ីវិលដូច្នេះអ្នកអាចកំណត់ថា5ឆ្នាំខាងមុខខ្ញុំនឹងក្លាយទៅជាវិស្វករដ៏ជំនាញម្នាក់អញ្ចឹងកាលណាដែលយើងកំណត់ថាយើងចង់ខ្លាចជាអ្វីច្បាស់ណាស់យើងនឹងចាប់ដើមធ្វើវារាល់ថ្ងៃបើអ្នកចង់ខ្លាចទៅជា content creator ច្បាស់ណាស់អ្នកត្រូវតែចាប់ដើមពីឥឡូវក្នុងការថត content ធ្វើវីដេអូនានាលើបណ្ដាញសង្គមប្រសិនបើអ្នកចង់ខ្លាចជាអត្តពលិកកលាបាទាត់ឬក៏ជាអ្នកកាយវិការកម្មច្បាស់ណាស់អ្នកត្រូវតែចាប់ដើមទៅវឹកហាត់ជារាល់ថ្ងៃវាពិតជាសំខាន់មែនទែនក្នុងការកំណត់អត្តសញ្ញាណដែលយើងចង់ខ្លាចទៅជាហើយយើងត្រូវតែជំរុញឯងអំពីសកម្មភាពទម្លាប់ដែលវាសមស្របដែលធ្វើឲ្យយើងឈានទៅដល់បុគ្គលដែលយើងចង់សម្រេចទី2គឺការគ្រប់គ្រងពេលវេលាឲ្យបានល្អខ្ញុំជឿថាជំនាញគ្រប់បែបយ៉ាងសុទ្ធតែលំបាកហើយខ្ញុំក៏ជាបុគ្គលម្នាក់ដែលបានបញ្ចប់ការសិក្សាជំនាញស្ថាបត្យកម្មដែលអ្នកគ្នាប្រកាសជាជឿថាជំនាញមួយហ្នឹងគឺស្ថិតក្នុងជំនាញពិបាកបំផុតមួយក្នុងពិភពលោកដូចជាជំនាញវិស្វកម្មសំណង់ស៊ីវិលជំនាញពេទ្យជំនាញស្ថាបត្យកម្មជាដើមអញ្ចឹងប្រសិនបើយើងរៀនជំនាញពិបាកហើយមិនមែនមានថាជីវិតរបស់យើងគឺពោពេញដោយភាពខ្មៅងឹតភាពលំបាកឬក៏ភាពរវល់ទេសំខាន់គឺយើងគ្រប់គ្រងពេលវេលារបស់យើងឲ្យមានសិទ្ធិភាពទៅពេលខ្ញុំរៀននៅសាកលវិទ្យាល័យគឺខ្ញុំមានគោលការណ៍មួយគឺក្នុងមួយអាទិត្យគឺខ្ញុំត្រូវផ្ដោតទៅលើការសិក្សារបស់ខ្ញុំជាពេល5ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងចាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រមិនថាជាការរៀននៅសាលាការធ្វើ assignment ឬក៏ធ្វើ homework ដែលគាត់ឲ្យខ្ញុំត្រូវតែធ្វើវាឲ្យហើយមុនថ្ងៃសុក្រពេលយប់អញ្ចឹងនៅពេលដែលខ្ញុំអាចគ្រប់គ្រងនៅកិច្ចការសាលារបស់ខ្ញុំបានល្អហើយច្បាស់ណាស់យើងនឹងមានពេលវេលាសៅរ៍អាទិត្យឬក៏ចុងសប្តាហ៍ក្នុងការធ្វើអីដែលយើងចង់ធ្វើដើម្បីធ្វើឲ្យជីវិតរបស់យើងគឺមាន balance ដូចជាការទៅរៀនជំនាញថ្មីការចូលរួមសិក្ខាសាលាការចូលរួមការប្រកួតប្រជែងនានាឬក៏មានគម្រោងផ្ទាល់ខ្លួនដែលយើងត្រូវធ្វើដែលខ្ញុំនឹងលើកឡើងនៅចំណុចទី3អញ្ចឹងខ្ញុំមានគោលការណ៍មួយគឺប្រសិនបើថ្ងៃច័ន្ទខ្ញុំប៉ះរៀនម៉ោងគណិតវិទ្យាហើយគ្រូដាក់ assignment ភ្លាមច្បាស់ណាស់ខ្ញុំត្រូវតែធ្វើវានៅពេលយប់ថ្ងៃច័ន្ទហ្នឹងសិស្សភាគច្រើនគឺតែងតែគិតថា assignment គួរតែទុកធ្វើថ្ងៃសៅរ៍អាទិត្យទៅចំណុចហ្នឹងហើយបានធ្វើឲ្យយើងអត់មានពេលវេលាសៅរ៍អាទិត្យភាសាអីយើងទុកថ្ងៃច័ន្ទដល់ថ្ងៃសុក្រពេលយប់ចោលដោយមិនខ្វល់ខ្វាយរឿងកិច្ចការតូចកប៉ិកប៉ុកទេអញ្ចឹងទៅចាំថាប្រសិនបើមួយសប្តាហ៍ហ្នឹងយើងរៀន5មុខវិជ្ជាច្បាស់ណាស់យ៉ាងហោចក៏មាន3ទៅ4មុខវិជ្ជាដែរដែលគ្រូដាក់ assignment ឲ្យហើយ assignment មួយបើជំនាញស្ថាបត្យកម្មផងមិនមែន1ម៉ោង2ម៉ោងធ្វើហើយឯងមិនហើយក៏ប្រហែលជាអត់ទាន់ដឹងថាត្រូវបញ្ចប់ទៅពេលណាផងអានឹងក៏ពិតជាសំខាន់មែនទែនក្នុងការគ្រប់គ្រងពេលវេលារបស់យើងឲ្យបានល្អហើយទី3គឺការមានគម្រោងផ្ទាល់ខ្លួនក្នុងការធ្វើអ្នកត្រូវចាំថាអ្នកមិនមែនខ្ជិលអ្នកមិនមែនគ្មានសមត្ថភាពហើយអ្នកក៏មិនមែនជាមនុស្សអន់ដែរប៉ុន្តែគ្រាន់តែថាអ្នកទំនេរពេកអ្នកអត់មានគោលដៅអត់មានគម្រោងដែលអ្នកអាចវិនិយោគពេលវេលាការខិតខំប្រឹងប្រែងការផ្ដោតទៅក្នុងសកម្មភាពទាំងអស់ហ្នឹងអ
អញ្ចឹងវាពិតជាសំខាន់មែនទែនក្នុងការមានកម្រងផ្ទាល់ខ្លួនក្នុងការធ្វើហើយកម្រងខ្លះឬក៏ការងារកប៉ិកប៉ុកខ្លះដែលយើងបានធ្វើហ្នឹង3ឆ្នាំ5ឆ្នាំក្រោយវានឹងធ្វើឲ្យយើងមានមរណភាពដែលបានធ្វើវាហើយវាក៏ខ្លះជាប្រភពចំណូលរបស់យើងផងដែរអ្នកអាចចាប់ផ្ដើមសកម្មភាពវិជ្ជាដើមខ្លះជាអ្នកផលិតមាតិកាឬក៏អ្នកដើរលេងប្លុកឬក៏រៀនជំនាញថ្មីណាមួយឬក៏ការចូលរួមការពុះចែកនានាដែលអ្នកអាចពង្រឹងខ្លួនឯងរៀនអ្វីថ្មីហើយចែករំលែកទៅកាន់បណ្ដាញសង្គមមួយជាដើមខ្ញុំជឿថានៅពេលដែលខ្ញុំចាប់ដើមមានកម្រងខ្លួនការធ្វើជាពិសេសការផលិតមាតិកាហ្មងអញ្ចឹងថ្ងៃច័ន្ទដល់ថ្ងៃសុក្រខ្ញុំរៀនពេញម៉ោងសៅរ៍អាទិត្យខ្ញុំត្រូវថតវីដេអូវែងគឺប្រើប្រាស់ពេលវេលាច្រើនមែនទែនប៉ុន្តែអីដែលខ្ញុំបានធ្វើទាំងអស់ហ្នឹងនៅពេលបច្ចុប្បន្នវាបានផ្ដល់ផ្លែផ្កាឲ្យខ្ញុំវាធ្វើឲ្យខ្ញុំគិតថាវាពិតជាត្រឹមត្រូវខ្ញុំបានធ្វើវាជាជាងការអត់ធ្វើអ្វីសោះហើយអង្គុយត្អូញត្អែអានឹងគឺជាសំខាន់មែនទែនក្នុងការមានកម្រងផ្ទាល់ខ្លួនក្នុងការធ្វើជាជាងទំនេរអត់ប្រយោជន៍ហើយចុងក្រោយទី4ហ្នឹងគឺកាន់តែសំខាន់គឺតែងតែគោរពគោលការណ៍ 1% better every day ឬក៏ការរីកចម្រើន 1% ក្នុងមួយថ្ងៃនៅក្នុងសៀវភៅ Atomic Habits ដែលនិពន្ធដោយ James Clear គាត់បានប្រាប់យើងថាការផ្លាស់ប្ដូរជីវិតរបស់យើងគឺមិនចាំបាច់ចាប់ផ្ដើមភ្លាមទៅផ្លាស់ប្ដូរនៅរឿងគ្រប់យ៉ាងការកំណត់ក្តៅធំវាជារឿងត្រឹមត្រូវប៉ុន្តែមនុស្សគ្រប់គ្នាតែងតែមានការលើកទឹកចិត្តភ្លាមនៅពេលប្រហែលថ្ងៃដំបូងហើយបន្ទាប់មកនៅពេលដែលយើងកំណត់គោលដៅធំពេកយើងអាចសម្រេចវាបានភ្លាមយើងបែរជាបាក់ទឹកចិត្តហើយទៅកាន់ទម្លាប់ចាស់របស់យើងវិញដូច្នេះការធ្វើអ្វីក៏ដោយគួរតែចាប់ផ្ដើមនឹងការផ្លាស់ប្ដូរតូចប្រចាំថ្ងៃចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់តូចរបស់យើងការផ្លាស់ប្ដូរសកម្មភាពតូចរបស់យើងឯជាដើមអញ្ចឹងយ៉ាងណាក៏ដោយធ្វើខ្លួនឯងរីកចម្រើនតែ 1% បានហើយក្នុងមួយថ្ងៃដូចជាចាប់ផ្ដើមការហាត់ប្រាណទៀងទាត់ឡើងវិញការអានសៀវភៅមួយទំព័រក្នុងមួយថ្ងៃឬក៏ការរៀនជំនាញថ្មីក្នុងរយៈពេល30នាទីក្នុងមួយថ្ងៃប្រសិនបើអ្នកនរគ្នារីកចម្រើនតែ 1% ក្នុងមួយថ្ងៃតាមក្បួនគណិតវិទ្យាវាអាចនឹងធ្វើអ្នកគ្នារីកចម្រើនរហូតដល់37ដងក្នុងមួយឆ្នាំអានោះគឺពិតជាសំខាន់មែនទែនតែប្រសិនបើអ្នកគ្នាធ្វើឲ្យខ្លួនឯងរោគរាក់តែ 1% ក្នុងមួយថ្ងៃដូចជាផឹកស្រាច្រើនផឹកស្រារាល់ថ្ងៃជក់បារីមិនហាត់ប្រាណមិនរៀនអ្វីថ្មីមិនអានសៀវភៅបដិសេធនៅរឿងគ្រប់យ៉ាងដែលធ្វើឲ្យអ្នកគ្នាលំបាកឬក៏មិនហ៊ានចាក់ចេញពីតំបន់សុខភាពច្បាស់ណាស់ដំបូងវាអត់មានផ្លាស់ប្ដូរច្រើនទេប៉ុន្តែមួយឆ្នាំក្រោយមក2ឆ្នាំក្រោយមកអ្នកខ្លាចជាមនុស្សម្នាក់ដែលអន់បំផុតហើយអ្នកនឹងពិបាកហើយអ្នកនឹងបាក់ទឹកចិត្តអាហ្នឹងគឺពិតជាសំខាន់មែនទែនដើម្បីឲ្យខ្លួនឯងរីកចម្រើនទៅមុខអ្នកត្រូវតែប្រកាន់គោលការណ៍នៃការរីកចម្រើនរាល់ថ្ងៃធ្វើរឿងត្រឹមត្រូវរាល់ថ្ងៃហើយនឹងធ្វើរឿងដែលអ្នកគិតថាអ្នកអាចរីកចម្រើនទៅមុខជានិច្ចសង្ឃឹមថាចំណុចទាំង4ហ្នឹងអាចឲ្យអ្នកគ្នារៀនបានជាពិសេសគឺបងប្អូនដែលកំពុងតែមានអារម្មណ៍បាក់ទឹកចិត្តឬក៏កំពុងតែជាប់គាំងឬក៏កំពុងតែគិតថាខ្លួនឯងកំពុងតែធ្វើរឿងខុសអ្នកនេះអាចធ្វើរឿងទាំង4ហ្នឹងបានហើយប្រសិនបើអ្នកគ្នាគិតថាអ្នកគ្នានឹងចាប់បានធ្វើសូមជួយ comment ម្នាក់មួយក្នុងវីដេអូខាងក្រោម